nơi ní ha mình men lụaแต่thầmផ្លែឈើធម្មជាតិទេសំបីតែលោកយាយជាអ្នកលក់អ្នករីខ្មែរ100%សើស្លៀកក្បិនទេមើលតែ uniform ទៅសម្លៀកបំពាក់នេះហើយស្លៀកក្បិនអញ្ចឹងរាល់ថ្ងៃហ្មងចាស្លៀកក្បិនអញ្ចឹងរាល់ថ្ងៃចាអូយប់លេក៏លាកបែបនេះអូយប់ឡើងសម្រាប់ក៏ស្លៀកក្បិនដែរស្លៀកអញ្ចឹងប្រហែលឆ្នាំហើយលោកយាយខ្ញុំលាកតាពីក្មេងអាយុទេហើយ20ឥឡូវយាយបញ្ជនមែនហើយចិត្តគាត់លោកយាយលក់នៅហ្នឹងរាល់ថ្ងៃណាក៏មករកឲ្យបានក៏មកអរយបានទៅអត់មកមួយថ្ងៃលក់បានប៉ុន្មានលោកយាយបានប្រាក់ប៉ុណ្ណាថ្ងៃណាអត់ប៉ុណ្ណាបាន15000មួយទេលោកយាយផ្ដាំទៅចៅដែលបានឃើញវីដេអូមួយហ្នឹងលោកឲ្យចៅជ្រៀតទិញយាយលោកទិញយាយឲ្យជិះមកដល់ណាបានជួបលោកយាយកែងប្រខាន់ចាកែងប្រខាន់អូនៅកែងប្រាសាទប្រខាន់ចាគឺមានលក់ផ្លែឈើធម្មជាតិច្រើនមែនតែនសិតតែបេះមកពីផ្ទះនឹងទិញបងប្អូនយើងអ្នកស្រុកអ្នកភូមិទិញយកមកលក់តធម្មជាតិសុទ្ធហើយចេកនេះចេកតែលោកយាយមែនអានេះទិញគេជីបព្រាក់ទិញគេហើយទិញគេមកហ្មងទិញគេនេះឲ្យ8000ឥឡូវលក់វិញហ្មងអញ្ចឹងហើយឥឡូវលក់ឲ្យខ្ញុំហ្មងចេកហ្នឹង5ទៅចា5000 10000បានហើយចៅឲ្យច្រើនរកកាន់ដល់ឥឡូវ10000បាទខ្ញុំយក5000ខ្ញុំអត់យកទេចៅអើយ10000កាន់ដល់ឥឡូវច្រកមកចាមានលក់ព្រែញោកន្ទួតព្រៃអាចយកទៅធ្វើអីបានខ្លះទេអានេះគេត្រាំនេះហើយទឹកខ្មុំអាហ្នឹងត្រូវអីខ្លះកន្ទួតព្រៃទេកន្ទួតព្រៃនេះយើងហូបទៅវាស្រួលក្នុងខ្លួនអត់ត្រូវឈឺឆ្អឹងឈឺឆ្អែងលឺថាឲ្យញ៉ាំមួយថ្ងៃបានស្លាប់ព្រាតែញ៉ាំតែទេអត់មានលីមួយទឹកក្តៅអីនៅទេអានេះត្រៀលតាមព្រៃញ៉ាំបេះតាមព្រៃលោកយាយបេះខ្លួនឯងឬទិញគេលើកគេមកលើកគេ4000ខ្ញុំលក់ទៅវិញ5000ចាចេអានេះចេលាក់ចេកលាក់ចានៅផ្លែនៅអានោះដាំទឹកភើកាពះពោះវៀនបាត់កាពះពោះវៀនមានតែពីដើមនេះអានេះទំពាំងបាយជូរគេត្រាំស្រាអូទំពាំងបាយជូរចាទំពាំងបាយជូរព្រៃហើយគេត្រាំស្រាទេគេត្រាំស្រាចាហើយអត់ហូបទេនេះវារមើបើកចៃគេជាលក់មិលដែរអញ្ចឹងបើទុំមិនចេះវារមើទុំចេះពីលមាស់វិញដល់ពេលលមាស់គេយកត្រាំស្រាអត់លមាស់ទេអត់ទេត្រាំស្រាស្វឹងអូអញ្ចឹងមានពីរធ្វើស្រាទំពាំងបាយជូរខ្មែរអានេះទុំសាគៀលអានេះអាទុំខ្មៅអត់ជាប់ទេណាគ្រាន់ខ្មៅចាហើយម្ដង8000ដូចគ្នាមិនអន់ណាខ្មែរយើងអាចផលិតស្រាទំពាំងបាយជូរបានមិនមែនអន់ទេណាចាមានអីតាគេចាអូម្នេះក្រូចអីមែនក្រូចចង់សក់ក្រូចចង់សក់អ្នកនរគ្នាដែរស្គាល់អត់ថ្មីសម្រាប់ខ្ញុំហ្មងអត់ដែរឃើញសក់ឈ្មោះគេបរោះទេណាក្រូចចង់សក់ហើយឈ្មោះមួយទៀតហៅគេក្រូចសម្រែកក្រូចសន្រែកនិយាយខ្លាចខុសបងគាត់ឥឡូវស្រួលហៅហ្មងក្រូចចង់សក់អ្នកនរគ្នាដែរឃើញអត់នេះតោះបានញ៉ាំមិនចេញទឹកមាត់ទេសាក់រសជាតិជាមួយនឹងក្រូចចង់សក់អ្នកនរគ្នាដាក់ជីដាក់អូយលបែអត់ចូលទេអ៊ំចឹងចាវាទៅស្តៀងក្រូចពោធិ៍សាត់គាត់ហាកពឹសវារៀងធំជាងក្រូចពោធិ៍សាត់ហើយអ៊ំលក់1គីឡូមែនក្រូចហ្នឹង1គីឡូ5000 1គីឡូ5000 1គីឡូ3000បានទេហើយដាំខ្លួនឯងបានប៉ុន្មានដើមយាយ2ដើមបងផ្លែ2ដើមតែផ្លែច្រើនណានេះអានេះយើងហៅក្រូចអីបងហៅក្រូចឆៃវ៉ាន់ល្អណាស់អ្នកទាំងអស់គ្នាធម្មជាតិពិត100%ហ្មងបច្ចុប្បន្នប៉ុន្មានបង4000ទិញមួយ4000រៀលក្រូចចង់សក់ក្រូចតែជ្រក់ហើយនេះទិញក្រូចឆៃវ៉ាន់ទៀតឬអត់ដឹងខ្លួនឯងទិញបានសិតតែក្រូចក្របកកោះអូនចាយកទៅស្ងោបានធ្វើបង្អែមហូបឆ្ងាញ់ណាស់អូនក្របកកោះនេះចេកស្នាប់មុខល្អណាស់ធម្មជាតិ100%ទិញហើយយកស្ងោញ៉ាំជាប់មាត់កុំភ្លេចមកជួយទិញបងនៅកែងប្រាសាទប្រខាន់អ្នកទាំងអស់គ្នាគ្រាន់តែមកថតមែនទេបងមកទាំងថតមកទាំងទិញគឺថាខ្ញុំខ្វល់កខ្លាំងមែនតើខ្ញុំជិះឡានកាត់ហ្នឹងណាជាច្រើនដងហើយប៉ុន្តែខ្ញុំអត់ដែរបានចង់មើលសោះបងហើយសិតតែផ្លែឈើធម្មជាតិនៅក្នុងស្រុកយើងអ្នកភូមិអ្នកផងលបងជាប់គ្នាគាត់ដាំលក់ហ្នឹងបងដែលជិះកាត់តាមប្រាសាទប្រខាន់កុំភ្លេចចូលជួយទិញលោកយាយលោកតានៅទីនេះផងហើយក៏ដូចជាបងនៅទីនោះផ្ទាល់សិតតែផ្លែឈើស្រុកផ្លែឈើព្រៃ100%ជាពិសេសណាអ្នកលក់ភាគច្រើនសិតតែជាលោកយាយអញ្ចឹងពេលបងឃើញវីដេអូមួយនេះហើយកុំភ្លេចចូលជួយទិញលោកយាយផងណាព្រោះលោកយាយថាលក់អត់សូវដាច់ទេមួយថ្ងៃបាន10000 20000ជួនកាលអត់ក៏មានដែរអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបង